ជំរាបសួរសួស្តីទាំងអស់គ្នាស្វាគមន៍សម្រាប់ការអានស្លឹកបៀតថែរត់ជាថ្មីម្ដងទៀតចាសម្រាប់វីដេអូនេះយើងមកមើលអំពីរឿងស្ថានភាពស្នេហាយើងនៅពេលឥឡូវនេះថាយ៉ាងណាដែរណានោះដែរយើងមាន4កាតឲ្យអ្នកទាំងអស់គ្នាធ្វើការជ្រើសរើសគឺជាកាតទី1ណាអ្នកទាំងអស់គ្នានេះគឺជាកាតទី1សម្រាប់រូបនេះវិញគឺជាកាតទី2គឺជាកាតfor a calm ណាដែលយើងឃើញកំពុងមនុស្សម្នាក់កំពុងតែអង្គុយយ៉ាងធុញថប់អារម្មណ៍នេះគឺជាកាតទី3ចាគឺជារូបស្លឹកបៀន9 of cup ណាចាសម្រាប់នេះគឺជាស្លឹកចុងក្រោយគឺជាស្លឹកកាត់ជាស្លឹកបៀន6 of cup ណាអញ្ចឹងយើងមកមើលសម្រាប់ការអានអ្នកដែលជ្រើសរើសកាតទី1ទាំងអស់គ្នាអ្នកដែលរើសកាតទី1គឺតាក់ទងជាមួយនឹងស្លឹកបៀន9 of cup ចាជាស្លឹកដែលស្ថានភាពស្នេហាយើងណាកំពុងតែមានការខឹងងល់គ្នាមិនសូវជាល្អជាមួយនឹងគ្នាប្រហែលទេម្នាក់យកទៅចិត្តរៀងខ្លួនយកទៅខ្លាំងរៀងខ្លួនបានន័យថាតំណតំណងអ្នករើសកាត់ទី1គឺស្ថានភាពស្នេហាយើងកំពុងតែនៅឆ្ងាយពីគ្នាហើយណាចាបានន័យថាមិនសូវជាល្អជាមួយនឹងគ្នាប្រហែលទេនេះទីមទីឲ្យអ្នករើសកាត់ទី1ចាព្យាយាមយល់ពីគ្នាឲ្យបានច្រើនបន្តិចណាកុំសូវងល់គ្នាពេកណាអញ្ចឹងបើសិនជាយើងធ្វើចំណុចនេះបានតំណតំណងស្នេហាយើងកាន់តែល្អប្រសើរព្រោះអ្នកទាំងពីរនៅស្រឡាញ់គ្នាប៉ុន្តែគាត់ថាឆ្លោះគ្នាចិត្តខ្លាំងរៀងខ្លួនអត់ព្រមមានអ្នកណាត្រូវអ្នកណាទេអត់ព្រមមានអ្នកណាចាញ់អ្នកណាទេម្នាក់ព្យាយាមចង់ឈ្នះក្នុងតំណតំណងស្នេហានេះចាសួស្តីសម្រាប់អ្នកដែលរើសកាត់ទី2ទាំងអស់គ្នាចាសម្រាប់អ្នករើសកាត់ទី2អញ្ចឹងសម្រាប់ស្ថានភាពយើងនៅពេលនេះក្នុងតំណតំណងស្នេហាយើងកំពុងតែមានអារម្មណ៍ដូចជាមិនស្កប់ស្កល់នៅក្នុងតំណតំណងមួយនេះសោះមានអារម្មណ៍ដូចជាចង់បន្តបន្តិចចង់ប្រឈប់បន្តិចចាមានអារម្មណ៍ធុញថប់បន្តិចនិយាយទៅកពិចកប៉ុកនៅក្នុងតំណតំណងស្នេហាហ្នឹងចាកំពុងតែមានរឿងខ្វល់ខ្វាយថាការសម្រេចចិត្តក្តៅក្នុងតំណងស្នេហាមួយនេះវាត្រូវអត់វាគួរតែបន្តទៀតអត់យ៉ាងម៉េចដែរមើលទៅអនាគតទៅវាទៅរួចជាមួយគ្នាអត់អញ្ចឹងណាជាស្នេហាបែបកពិចកប៉ុកកាត់អាចដាច់ស្រេចសោះអាទៅក៏មិនអាចទៅរួចអាបញ្ចប់ក៏មិនអាចបញ្ចប់បានអញ្ចឹងអ្វីដែលសម្រាប់អ្នកកាត់ទី2ត្រូវធ្វើគឺមិនខ្វល់ច្រើនទេបដ ாய் ទៅតាមពេលវេលាទៅតាមពេលវេលាសិនទៅព្រោះស្ថានភាពពេលនេះយើងមិនអាចធ្វើអីបានទេសួស្តីសម្រាប់អ្នកដែលរើសកាត់ទី3ទាំងអស់គ្នាអញ្ចឹងសម្រាប់អ្នករើសកាត់ទី3យើងឃើញកាត់ទី3ប្រៀបដូចជាតំណងស្នេហានឹងវាសុបាយចិត្តណាឃើញមនុស្សប្រុសម្នាក់កំពុងតែអង្គុយកពាត់ដៃញញឹមប៉ុន្តែបើយើងវិភាគឲ្យដល់ទៅក្នុងស្ថានភាពស្នេហានៅពេលនេះសម្រាប់អ្នកកាត់ទី3យើងកំពុងតែមិនសូវជាខ្វល់ជាមួយនោះក្នុងតំណងស្នេហាបានន័យថាម៉េចសម្រាប់ពីមុនយើងគិតយើងខ្វល់យើងស្រឡាញ់ខ្លាំងយើងហួងហែងខ្លាំងប៉ុន្តែស្ថានភាពស្នេហាយើងពេលនេះតែយើងខ្លាចទៅជាមនុស្សម្នាក់អត់ខ្វល់ណាមានអារម្មណ៍ថាចាគេតាណាទៅអញលេងខ្វល់គេធ្វើអីធ្វើទៅអញលេងខ្វល់គេចង់មិនទៅអញលេងខ្វល់សំខាន់សេចក្តីសុខផ្លូវចិត្តអញវាជាអារម្មណ៍បែបហ្នឹងនៅក្នុងស្ថានភាពនៅពេលបច្ចុប្បន្នសម្រាប់អ្នកដែលកំពុងតែរើសកាត់ទី3ណាវាជាអារម្មណ៍មួយដែលយើងប្រឡែងគេជាអារម្មណ៍មួយដែលយើងមានអារម្មណ៍ថាយើងធុញទ្រាន់ក្នុងការ take care ធុញទ្រាន់ក្នុងការចង់បានចូលមកក្នុងជីវិតយើងណាអញ្ចឹងសម្រាប់អ្នកយើងកំពុងតែធុញនៅក្នុងតំណងស្នេហាដែលយើងក៏មាននៅពេលបច្ចុប្បន្នហ្នឹងហើយណាធុញទ្រាន់គេសួស្តីសម្រាប់អ្នករើសកាត់ទី4ទាំងអស់គ្នាសម្រាប់អ្នកដែលរើសកាត់ទី4តាក់ទងជាមួយនឹង6 of cups តាក់ទងជាមួយនឹងតំណងស្នេហាចាស់បានន័យថាយើងកំពុងតែនឹករលឹកដល់ដៃគូចាស់របស់យើងស្នេហាចាស់របស់យើងនឹកឃើញអនុស្សាវរីយ៍តំណងស្នេហាពីមុនរបស់យើងផងដែរចាហើយសម្រាប់អ្នកដែលកំពុងតែមានដៃគូថ្មីថ្មោងអាចថាយើងអត់ទាន់បំភ្លេចជាមួយនឹងស្នេហាចាស់ដែលយើងបានបែកបាក់កន្លងមកណាចាឬក៏យើងអាចមានតំណងចាឬក៏យើងអាចឆ្លោះគ្នានៅក្នុងតំណងស្នេហាយើងនៅពេលបច្ចុប្បន្នដោយសារតែតំណងស្នេហាពីមុនចាមានអារម្មណ៍ថាដូចជាស្នេហាមិនចុះសម្រងជាមួយដៃគូបច្ចុប្បន្នដោយសារតែនឹកដល់សង្សារចាស់បែបហ្នឹងចឹងទៅអញ្ចឹងចូលប្រយ័ត្នប្រយែងដែរប៉ុន្តែក៏អាចនឹងមានរឿងល្អចូលមកដោយសារតែយើងអាចអ្នកដែលបែកបាក់ស្នេហាហើយអាចនឹងត្រូវគ្នាជាមួយនឹងសង្សារចាស់យើងវិញដែរណាអានឹងជារឿងល្អសម្រាប់អ្នកកាត់ទី4នេះផងដែរចា